រឿងព្រះចក្របាលថេរសេចក្តីខាងដើមមានបច្ឆាថាព្រះធម្មទេសនានេះថាធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតមានចិត្តជាធំសម្រេចអំពីចិត្តបើបុគ្គលមានចិត្តត្រទោសប្រទូហើយពលក្តីធ្វើក្តីនៅទុច្ចរិតព្រោះទុច្ចរិតទាំងនោះទុករមែងជាប់តាមបុគ្គលនោះទៅដោយកង់រទេះវិលតាមដានជើងគោដែលកំពុងអូសនឹមទៅដូច្នេះព្រះសាស្តាទ្រង់សម្ដែងនៅទីណាវិសាចនាថាព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្រុងសាវត្ថីមានបច្ឆាជាលំដាប់តទៅថាព្រះអង្គទ្រង់ប្រារព្ធចំពោះបុគ្គលណាមានវិសាចនាថាព្រះអង្គទ្រង់ប្រារព្ធព្រះចក្របាលថេរកុដុម្ពីក៍ធ្វើពិធីសំបុត្របានឮថានៅក្នុងក្រុងសាវត្ថីមានកុដុម្ពីក៍ម្នាក់ឈ្មោះមហាសុវណ្ណជាអ្នកស្រុកស្ដំមានទ្រព្យមានសម្បត្តិច្រើនប៉ុន្តែមិនមានបុត្រថ្ងៃមួយគាត់បានធ្វើដំណើរទៅកំពង់ទឹកងូតទឹកស្រេចហើយក៏ត្រឡប់មកវិញឃើញដើមឈើធំដែលជាម្ចាស់ព្រៃមួយដើមបែកមែកសាខានៅតាមផ្លូវក៏គិតថាដើមឈើនេះប្រកាសជាមានទេវតាដែលមានស័ក្តិធំនៅមិនខានដូច្នេះហើយទើបឲ្យគេជំរះចំណែកខាងក្រោមនៃដើមឈើនោះឲ្យស្អាតហើយឲ្យធ្វើរបងព័ទ្ធជុំវិញគៀខ្សាច់លើកទង់ជ័យនិងទង់បដាឡើងតបតែងដើមឈើនោះហើយធ្វើសេចក្តីប្រាថ្នាគឺបន់ស្រន់ថាប្រសិនបើខ្ញុំបានបុត្រឬធីតាមែននោះខ្ញុំម្ចាស់នឹងធ្វើនៅគ្រឿងសក្ការៈធំបូជាចំពោះលោកដូច្នេះហើយក៏ជិះចេញទៅកុដុម្ពីក៍បានបុត្រ2នាក់ក្រោយមកភរិយារបស់សេដ្ឋីក៏តាំងគភ៌ឡើងសេដ្ឋីក៏ឲ្យពិធីរក្សាគភ៌ដល់នាងលុះកន្លងទៅ10ខែនាងប្រសូតបុត្រម្នាក់សេដ្ឋីដាក់ឈ្មោះបុត្រនោះថាបាលៈព្រោះកូននោះបានមកដោយអាស្រ័យដើមឈើមួយដើមធំដែលខ្លួនរក្សានោះក្រោយមកទៀតសេដ្ឋីក៏បានបុត្រម្នាក់ទៀតគាត់បានដាក់ឈ្មោះឲ្យថាចលបាលៈដាក់ឈ្មោះបុត្រច្បងថាមហាបាលៈលុះកុមារទាំងពីរអ្នកនោះចម្រើនវ័យហើយមាតាបិតាក៏គិតចងដោយចំណងគឺការគ្រប់គ្រងផ្ទះក្នុងកាលជាចំណែកដតីមាតាបិតាបានធ្វើការកិរិយាទៅពួកញាតិក៏បើកឃ្លាំងយកទ្រព្យទាំងអស់ប្រគល់ឲ្យសេដ្ឋីបុត្រទាំងពីរនាក់នោះព្រះសាស្តាទ្រង់គង់នៅក្នុងក្រុងសាវត្ថី25វស្សាក៏ក្នុងសម័យនោះព្រះសាស្តាទ្រង់ប្រកាសព្រះធម្មចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅហើយស្ដេចយាងទៅកាន់ទីចរិតដោយលំដាប់ទ្រង់គង់នៅក្នុងវត្តចេតពុនមហាវិហារដែលអនាថបណ្ឌិកសិទ្ធិបរិច្ចាគទ្រព្យរាប់បាន54កោដ្ឋសាងថ្វាយទ្រង់ទូលមានមហាជនឲ្យតាំងនៅក្នុងផ្លូវសួគ៌និងផ្លូវនិព្វានពិតណាស់ព្រះតថាគតទ្រង់គង់ចាំវស្សានៅក្នុងនិក្រូធមហាវិហារដែលព្រះញាតិវង្សខាងព្រះមេត្តា80000ត្រកូលខាងបិតា80000ត្រកូលរួមគ្នាជា160,000ត្រកូលសាងថ្វាយតែមួយវស្សាប៉ុណ្ណោះស្ដេចគង់ចាំវស្សានៅក្នុងចេតពុនមហាវិហារដែលអនាថបណ្ឌិកសិទ្ធិសាងថ្វាយ19វស្សាស្ដេចគង់ចាំវស្សានៅក្នុងពុព្វារាមដែលនាងវិសាខាមហាឧបាសិកាបរិច្ចាគទ្រព្យរាប់បាន27កោដ្ឋសាងថ្វាយ6វស្សាទ្រង់អាស្រ័យត្រកូលទាំងពីរដែលជាធំដោយគុណធម៌ស្ដេចទ្រង់គង់ចាំវស្សានៅក្រុងសាវត្ថីហើយអាស្រ័យក្រុងសាវត្ថីជាគូចរក្រៀម25វស្សាដោយប្រការដូចនេះអ្នកទំនុកបំរុងភិក្ខុសាមណេរទាំងអនាថបណ្ឌិកសិទ្ធិទាំងវិសាខាមហាឧបាសិកាតែងតែទៅកាន់ទីបម្រើព្រះតថាគតមួយថ្ងៃ2ដងជាប្រចាំហើយការនឹងទៅមិនធ្លាប់មានដៃទទេទៅទេដោយគិតក្រែងថាភិក្ខុកំឡោះព្រមទាំងសាមណេរនឹងក្រឡេកមើលនៅដៃរបស់ខ្លួនកាលទៅមុនពេលឆាន់រមែងប្រើបម្រើឲ្យកាន់យករបស់ទំពាស៊ីជាដើមទៅជាមួយកាលទៅក្រោយពេលឆាន់ប្រើបម្រើឲ្យកាន់យកបញ្ចភេសជ្ជៈនិងអត្ថបានទៅហើយក្នុងគេអដ្ឋាននៃលោកទាំងពីរនោះគាត់តែង
តាក់តែងអាសនៈទុកដើម្បីភិក្ខុពីរពាន់រូបក្នុងគេហដ្ឋាននីមួយៗជានិច្ចភិក្ខុរូបណាប្រាថ្នារបស់ណាទោះបីជាបាយទឹកឬភេសជ្ជៈរបស់នោះក៏សម្រេចដល់ភិក្ខុរូបនោះសមដោយប្រាថ្នាសិទ្ធិមិនធ្លាប់ទូលសួរបញ្ហាបណ្ដាលោកទាំងពីរនោះអនាថបណ្ឌិកសិទ្ធិមិនធ្លាប់ទូលសួរបញ្ហាចំពោះព្រះសាស្តាម្ដងណាឡើយបានឮថាសិទ្ធិគិតថាព្រះតថាគតជាព្រះពុទ្ធដែលជាសុខមាលជាតិជាក្សត្រសុខមាលជាតិកាលទ្រង់សម្ដែងធម៌ដល់យើងដោយទ្រង់ព្រះតម្រេះថាកហបតីមានឧបការៈចំពោះតថាគតច្រើនដូច្នេះព្រះអង្គនឹងទ្រង់លំបាកព្រះកាយហើយមិនទូលសួរបញ្ហាដោយសេចក្តីស្រឡាញ់ក្នុងព្រះសាស្តាជាយ៉ាងក្រៃលែងចំណែកព្រះសាស្តាលុះអនាថបណ្ឌិកសិទ្ធិអង្គុយហើយទ្រង់មានព្រះពុទ្ធតម្រេះថាសិទ្ធិនេះរក្សាយើងក្នុងទីដែលមិនគួររក្សាព្រោះថាយើងកាត់សិរសារបស់យើងដែលប្រដាប់ហើយខ្វេះដួងព្រះនេត្ររបស់យើងឲ្យទៅជាទៀនហើយកាត់សាច់បេះដូងរបស់យើងលះបង់គុណប្រពន្ធដែលជាទីស្រឡាញ់ស្មើដោយជីវិតរបស់យើងឲ្យទៅជាទៀនហើយបំពេញបារមីអស់4អសង្ខ័យនិង100,000កាប់ក៏ដើម្បីសម្ដែងធម៌ដល់អ្នកដទៃប៉ុណ្ណោះសិទ្ធិនេះរក្សាយើងក្នុងទីដែលមិនគួររក្សាលុះទ្រង់ពុទ្ធតម្រេះដូច្នេះហើយក៏ទ្រង់ត្រាស់ព្រះធម្មទេសនាមួយកាន់ជានិច្ចអ្នកក្រុងសាវត្ថីទៅស្ដាប់ធម៌គ្រានោះនៅក្នុងក្រុងសាវត្ថីមានមនុស្ស7កោដ្ឋបណ្ដាមនុស្សទាំងនោះអ្នកបានស្ដាប់ធម៌កថារបស់ព្រះសាស្តាហើយបានទៅជាអរិយសាវកប្រមាណ5កោដ្ឋនៅជាបឋិជនប្រមាណ2កោដ្ឋបណ្ដាមនុស្សទាំងនោះកិច្ចរបស់អរិយសាវកមានត្រឹមតែ2យ៉ាងប៉ុណ្ណោះគឺមុនផាត់លោកថ្វាយទៀនក្រោយផាត់លោកមានដៃកាន់គ្រឿងសក្ការៈបូជាមានគ្រឿងក្រអូបនិងកម្រងផ្កាជាដើមហើយប្រើមនុស្សឲ្យកាន់ទេយ្យធម៌មានសម្ពុតភេសជ្ជៈនិងទឹកបាណៈជាដើមទៅដើម្បីស្ដាប់ធម៌ថ្ងៃមួយក៏ដុំពីមហាបាលឃើញពួកអរិយសាវកមានដៃកាន់គ្រឿងសក្ការៈបូជាមានគ្រឿងក្រអូបនិងកម្រងផ្កាជាដើមទៅកាន់វិហារទៅសួរថាមហាជនទាំងនេះទៅណានឹងលុះបានឮថាទៅស្ដាប់ធម៌ក៏គិតថាយើងទៅដែរលុះទៅដល់វិហារថ្វាយបង្គំព្រះសាស្តាហើយអង្គុយនៅខាងចុងប្រជុំជនធម្មតាព្រះពុទ្ធទាំងឡាយកាលនឹងទ្រង់សម្ដែងធម៌ទ្រង់ត្រួតមើលឧបនិស្ស័យនៃគុណមានសរណៈសិលនិងបព្វជិជាដើមសិនហើយទើបទ្រង់សម្ដែងធម៌តាមអធ្យាស្រ័យអនុពពីកថា5យ៉ាងហេតុនោះថ្ងៃនោះព្រះសាស្តាទ្រង់ទតឃើញឧបនិស្ស័យរបស់កុដុម្ពីកមហាបាលហើយកាលនឹងទ្រង់សម្ដែងធម៌បានត្រាស់អនុពពីកថាគឺទ្រង់ប្រកាសទានកថាពរនីទានសីលកថាពរនីសិលសក្កកថាពរនីឋានសួគ៌អទីនវកថាពរនីអំពីទោសរបស់កាមទាំងឡាយនេក្ខមកថាគឺពរនីអំពីអានិសង្សនៃការចេញចាកកាមទាំងឡាយមហាបាលសម្បួរក៏ដុំពីមហាបាលបានស្ដាប់ធម៌នោះហើយគិតថាបុត្រនិងធីតាក្តីភោគសម្បត្តិក្តីរមែងទៅតាមអ្នកទៅកាន់បរលោកមិនបានសូម្បីសរីរៈក៏ទៅជាមួយនឹងខ្លួនមិនបានផងការដែលយើងនៅគ្រប់គ្រងផ្ទះតើបានជាប្រយោជន៍អ្វីយើងនឹងបួសលុះទេសនាចប់មហាបាលៈក៏ចូលទៅគាល់ព្រះសាស្តាទូលសំបួសខណៈនោះព្រះសាស្តាត្រាស់សួរមហាបាលថាញាតិណារបស់អ្នកដែលត្រូវលាមិនមានទេឬមហាបាលទូលថាបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គមានប្អូនប្រុសម្នាក់ព្រះសាស្តាទ្រង់ត្រាស់ប្រាប់ថាបើដូច្នោះអ្នកចូលលាគេសិនមហាបាលប្រគល់សម្បត្តិឲ្យប្អូនប្រុសមហាបាលទទួលថាល្អហើយព្រះអង្គថ្វាយបង្គំព្រះសាស្តាហើយត្រឡប់ទៅផ្ទះវិញលុះទៅដល់ផ្ទះហើយក៏ឲ្យគេហៅប្អូនប្រុសមកប្រគល់ទ្រព្យសម្បត្តិឲ្យថាណែប្អូនសម្លាញ់សវិញ្ញាណកៈទ្រព្យក្តីអវិញ្ញាណកៈទ្រព្យក្តីឯណានីមួយមាននៅក្នុងត្រកូលនេះចូលជាភារៈរបស់ឯងទាំងអស់ឯងចូលគ្រប់គ្រងទ្រព្យនោះចុះប្អូនប្រុសសួរថាបងសម្លាញ់ក៏បងឯងយ៉ាងម៉េចបងប្រុសឆ្លើយថាបងទៅបួសក្នុងសំណាក់ព្រះសាស្តាប្អូនបងនិយាយអ្វីកាលមេត្តារបស់ខ្ញុំស្លាប់ហើយខ្ញុំបានបងឯងដូចជាមេត្តា
ការបៃតាស្លាប់ហើយបានបងឯងដូចជាបៃតាសម្បត្តិជាច្រើនមាននៅក្នុងផ្ទះរបស់បងឯងនៅគ្រប់គ្រងផ្ទះក៏អាចធ្វើបុណ្យបានដែរសូមបងកុំធ្វើយ៉ាងនោះឡើយបងប្អូនសម្លាញ់បងបានស្ដាប់ធម៌ទេសនារបស់ព្រះសាស្តាមានលំអបတ်ដើមបတ်កណ្ដាលនិងបတ်ចុងលើកឡើងកាន់ត្រៃលក្ខដ៏ល្អិតសុខុមធម៌នោះនៅណាក៏មិនអាចនឹងបំពេញឲ្យបរិបូរណ៍ដូចជាសាំងដែលគេខាត់ហើយក្នុងភាពជាគិរីវិសបានឡើយបងនឹងបួសហើយប្អូនសម្លាញ់ប្អូនបងសម្លាញ់ឥឡូវនេះបងនៅក្មេងកុំអាលបួសអីចាំបងចាស់សិនសម្បួសចុះបងប្អូនសម្លាញ់ក៏ដៃនឹងជើងរបស់មនុស្សចាស់សូម្បីតែខ្លួនក៏ថាមិនស្ដាប់ប្រាប់មិនតាមមិនប្រព្រឹត្តទៅក្នុងអំណាចខ្លួននឹងពោលទៅថ្មីដល់ញាតិទាំងឡាយបងមិនធ្វើតាមពាក្យរបស់ឯងទេបងនឹងបំពេញសមណធម៌ឲ្យបរិបូរណ៍ដៃនឹងជើងរបស់អ្នកណាទ្រុឌទ្រោមទៅប្រុសជរាថាមិនស្ដាប់ប្រាប់មិនតាមអ្នកនោះមានកម្លាំងដែលជរាកំចាត់ហើយនឹងប្រព្រឹត្តធម៌ដោយម្ដេចបានបងនឹងបួសឲ្យទាល់តែបានណាប្អូនសម្លាញ់មហាបាលបព្វជិឧបសម្បទាកាលប្អូនប្រុសកំពុងស្រែកយំនោះឯងមហាបាលបានទៅកាន់សំណាក់ព្រះសាស្តាហើយទូលសុំបួសបានបព្វជិឧបសម្បទាហើយនៅក្នុងសំណាក់របស់អាចារ្យនិងព្រះឧបជា5វស្សាលុះគ្រប់5វស្សាបវារណាចេញវស្សាហើយចូលទៅគាល់ព្រះសាស្តាថ្វាយបង្គំហើយទូលសួរថាបបិទ្ធព្រះអង្គដោយចម្រើនក្នុងព្រះសាសនានេះមានធុរៈប្រមាណយ៉ាងធុរៈ2យ៉ាងក្នុងព្រះសាសនាព្រះសាស្តាទ្រង់ត្រាស់ឆ្លើយថាមនាលភិក្ខុធុរៈមាន2យ៉ាងប៉ុណ្ណោះគឺគន្ធធុរៈនិងវិបស្សនាធុរៈព្រះមហាបាលទូលសួរថាបបិទ្ធព្រះអង្គដោយចម្រើនក៏គន្ធធុរៈនោះតើដូចម្ដេចវិបស្សនាធុរៈនោះដូចម្ដេចដែរព្រះសាស្តាធុរៈគឺការរៀននិកាយមួយក្តីពីរនិកាយក្តីចាប់ពុទ្ធវចនៈគឺបត្រៃបិដកក្តីតាមសំគួរដល់បញ្ញារបស់ខ្លួនហើយទ្រទ្រង់ទុកពោលសម្ដែងប្រាប់បើបង្ហាញនៅពុទ្ធវចនៈនោះឈ្មោះថាគន្ធធុរៈចំណែកបញ្ញាដែលពិចារណាឃើញសង្ខារទាំងឡាយដែលអស់ទៅនឹងសូន្យទៅជាធម្មតាញ៉ាំងវិបស្សនាឲ្យចម្រើនដោយអំណាចនៃការជាប់តគ្នាហើយកាន់យកព្រះអរហន្តរបស់ភិក្ខុអ្នកមានការប្រព្រឹត្តស្រាលហើយត្រេកអរដល់ក្រៃលែងក្នុងសេនាសនៈស្ងាត់ឈ្មោះថាវិបស្សនាធុរៈមហាបាលបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គបួសហើយក្នុងការដែលខ្លួនជាមនុស្សចាស់មិនដែលនឹងបំពេញគន្ធធុរៈឲ្យបរិបូរណ៍បានទេប៉ុន្តែខ្ញុំព្រះអង្គនឹងបំពេញវិបស្សនាធុរៈឲ្យបរិបូរណ៍សូមព្រះអង្គត្រាស់ប្រាប់ព្រះកម្មដ្ឋានដល់ខ្ញុំព្រះអង្គចុះព្រះមហាបាលធ្វើដំណើរទៅកាន់ស្រុកជាយដែនគ្រានោះព្រះសាស្តាបានត្រាស់ប្រាប់ព្រះកម្មដ្ឋានរហូតដល់ព្រះអរហន្តដល់ព្រះមហាបាលលោកថ្វាយបង្គំព្រះសាស្តាហើយស្វែងរកភិក្ខុដែលជាសហធម្មឹកបានភិក្ខុ60រូបហើយចេញទៅជាមួយនឹងភិក្ខុទាំងនោះនិមន្តទៅរហូតអស់ចម្ងាយផ្លូវ120យោជន៍ដល់ស្រុកជាយដែនមួយក៏ចូលទៅបិណ្ឌបាតក្នុងស្រុកនោះជាមួយនឹងបរិវាររបស់ខ្លួនអ្នកស្រុកជ្រះថ្លាអរតនីឲ្យនៅចាំវស្សាពួកមនុស្សឃើញភិក្ខុទាំងឡាយដែលជាអ្នកដល់ព្រមដោយវត្តហើយក៏មានចិត្តជ្រះថ្លារៀបចំអាសនៈហើយនិមន្តឲ្យគង់អង្គាសដោយអាហារដ៏ប្រណិតហើយសួរថាបបិទ្ធលោកម្ចាស់នឹងនិមន្តទៅណាភិក្ខុទាំងឡាយឆ្លើយថាមនាលឧបាសកនិងឧបាសិកាទាំងឡាយពួកអាត្មានឹងទៅកាន់ទីដែលជាទីសប្បាយដូច្នេះហើយមនុស្សទាំងឡាយដែលជាបណ្ឌិតដឹងថាលោកម្ចាស់ដ៏ចម្រើនទាំងឡាយស្វែងរកសេនាសនៈដើម្បីចាំវស្សាទើបអរតនីថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនទាំងឡាយបើលោកម្ចាស់ទាំងឡាយនៅចាំវស្សាទីនេះរហូតអស់ត្រីមាសនេះខ្ញុំម្ចាស់ទាំងឡាយនឹងតាំងនៅក្នុងសរណៈហើយរក្សាសិលភិក្ខុទាំងឡាយក៏គិតឃើញដូច្នេះថាយើងអាស្រ័យត្រកូលទាំងនេះនឹងធ្វើទីបំផុតទុកបានទើបទទួលនិមន្តពួកមនុស្សដឹងថាភិក្ខុទាំងឡាយទទួលនិមន្តហើយបាននាំគ្នាបោះសម្អាតវិហាររៀបចំទីសម្រាប់ពេលថ្ងៃនិងពេលយប់ប្រគេនភិក្ខុទាំងឡាយចូលទៅបិណ្ឌបាតក្នុងស្រុកនោះជាប្រចាំគ្រានោះពេទ្យម្នាក់ចូលទៅរកភិក្ខុទាំងឡាយហើយបវារណាថា
លោកម្ចាស់ដោយចម្រើនទាំងឡាយក៏ធម្មតាក្នុងលំនៅនៃមនុស្សច្រើនអ្នករមែងមានជំងឺដង្កាត់ខ្លះបើសិនបើលោកម្ចាស់ទាំងឡាយមានអាពាធសូមលោកម្ចាស់ទាំងឡាយប្រាប់ខ្ញុំបកណានឹងធ្វើភេសជ្ជៈប្រគេនព្រះមហាបាលសមាទាននេសច្ចិកធុដងក្នុងថ្ងៃចូលវស្សាព្រះថេរៈហៅភិក្ខុទាំងនោះមកព្រមគ្នាហើយសួរថាមនាលអ្នកមានអាយុទាំងឡាយអ្នកទាំងឡាយនឹងឲ្យត្រីមាសនេះកន្លងទៅដោយអរិយាប័ត្រប្រមាណភិក្ខុទាំងឡាយឆ្លើយប្រាប់ថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនយើងខ្ញុំទាំងឡាយនឹងឲ្យកន្លងទៅដោយអរិយាប័ត្រគ្រប់ទាំង4ព្រះថេរៈមនាលអ្នកមានអាយុទាំងឡាយក៏ការនោះសមគួរឬយើងទាំងឡាយមិនគួរជាអ្នកប្រមាថមិនមែនទេព្រោះយើងទាំងឡាយរៀនព្រះកម្មដ្ឋានមកអំពីសំណាក់ព្រះពុទ្ធដែលទ្រង់នៅមានបច្ចុប្បន្នធម្មតាថាព្រះពុទ្ធទាំងឡាយបុគ្គលអ្នកច្រើនដោយការអួតអាងមិនអាចញ៉ាំងព្រះអង្គឲ្យត្រេកអរបានទេព្រោះថាព្រះពុទ្ធទាំងឡាយមនុស្សមានអធ្យាស្រ័យល្អតែមួយចម្ពោះប៉ុណ្ណោះទើបធ្វើព្រះអង្គឲ្យត្រេកអរបានម្យ៉ាងទៀតអបាយភូមិទាំង4បើទ្វាររងចាំបុគ្គលប្រមាថហើយបុគ្គលប្រមាថមានផ្ទះគឺអបាយភូមិ4អ្នកមានអាយុទាំងឡាយសូមអ្នកទាំងឡាយក៏មានសេចក្តីប្រមាថឡើយភិក្ខុបងពិតលោកម្ចាស់ដ៏ចម្រើនតើលោកម្ចាស់ដូចម្ដេចដែរព្រះថេរៈមនាលអ្នកមានអាយុទាំងឡាយខ្ញុំនឹងឲ្យត្រីមាសនេះបង្អោនកន្លងទៅដោយអរិយាប័ត្រ3និងមិនតម្រៀតខ្នងឡើយភិក្ខុសាធុសូមលោកម្ចាស់ចូលជាអ្នកមិនប្រមាថចុះចក្ខុរបស់មហាបាលពិកាកាលព្រះថេរៈមិនឈានចុះកាន់និន្ទ្រាញ៉ាំងកាលឲ្យកន្លងទៅដោយអរិយាប័ត្រ3បានតែមួយខែប៉ុណ្ណោះរូបក្នុងភ្នែកក៏កើតឡើងទឹកភ្នែកហូរចេញអំពីភ្នែកទាំងពីរខាងដូចជាទឹកទាំងឡាយដែលហូរចេញអំពីឆ្នាំងធ្លុះលោកបំពេញសមណធម៌រហូតអស់រាត្រីហើយកាលអរុណរះឡើងចូលទៅកាន់បន្ទប់អង្គុយក្នុងវេលាភិក្ខាចារភិក្ខុទាំងឡាយទៅកាន់សំណាក់ព្រះថេរៈប្រាប់ថាបបិទ្ធលោកដ៏ចម្រើនវេលានេះជាវេលាភិក្ខាចារព្រះថេរៈពោលថាមនាលអវសោទាំងឡាយបើដូច្នោះអ្នកទាំងឡាយចូលកាន់បាតនិងជីវរទៅចុះដូច្នេះហើយឲ្យភិក្ខុទាំងឡាយកាន់បាតនិងជីវររបស់ខ្លួនចេញទៅភិក្ខុទាំងឡាយឃើញភ្នែកទាំងពីររបស់ព្រះថេរៈមានទឹកហូរចេញទើបសួរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនតើលោកម្ចាស់កើតរោគអ្វីព្រះថេរៈមនាលអវសោទាំងឡាយខ្យល់ចាក់ដតភ្នែករបស់ខ្ញុំភិក្ខុបបិទ្ធលោកម្ចាស់ដ៏ចម្រើនយើងទាំងឡាយជាអ្នកដែលពេទ្យបានបវារណាទុកហើយមិនមែនទេយើងក៏បីប្រាប់ពេទ្យនោះព្រះថេរៈប្របីហើយអ្នកមានអាយុទាំងឡាយពេទ្យផ្សំថ្នាំប្រគេនព្រះថេរៈភិក្ខុទាំងឡាយក៏បានប្រាប់រឿងនោះដល់ពេទ្យក៏ស្លោប្រេងបញ្ជូនទៅប្រគេនព្រះថេរៈការបន្តក់ប្រេងក្នុងច្រមុះអង្គុយបន្តក់រួចហើយចូលទៅកាន់ស្រុកពេទ្យឃើញហើយសួរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនបានឮថាខ្យល់ចាក់ដុតភ្នែករបស់លោកម្ចាស់ពិតមែនទេព្រះថេរៈចម្រើនពរបាសកពេទ្យលោកម្ចាស់ដ៏ចម្រើនខ្ញុំម្ចាស់ស្លោប្រេងឲ្យបញ្ជូនទៅប្រគេនលោកម្ចាស់បន្តក់តាមច្រមុះហើយឬព្រះថេរៈចម្រើនពរបាសកពេទ្យឥឡូវនេះយ៉ាងណាហើយលោកម្ចាស់ព្រះថេរៈមនាលបាសកនៅតែចាក់ដតដដែលព្រះមហាបាលគង់បន្តក់ថ្នាំពេទ្យគិតឆ្ងល់ក្នុងចិត្តថាយើងបញ្ជូនប្រេងទៅដើម្បីនឹងញ៉ាំងរោគឲ្យស្ងប់បានដោយការបន្តក់ត្រឹមតែម្ដងប៉ុណ្ណោះទៅប្រគេនហើយហេតុដូចម្ដេចណោះទើបរោគនៅមិនទាន់ស្ងប់ទើបសួរថាលោកម្ចាស់ដ៏ចម្រើនប្រេងនោះលោកម្ចាស់គង់បន្តក់ឬក៏សឹងបន្តក់ព្រះថេរៈនៅស្ងៀមសំបីពេទ្យសួរទៀតក៏មិនប្រាប់ពេទ្យគិតថាយើងនឹងទៅកាន់វិហារមើលលំនៅរបស់លោកដោយខ្លួនឯងដូច្នេះហើយពោលថាបើដូច្នោះសូមលោកម្ចាស់ដ៏ចម្រើននិមន្តទៅចុះលះបង់ព្រះថេរៈហើយទៅកាន់វិហារមើលលំនៅរបស់ព្រះថេរៈឃើញតែទីចង្ក្រមនិងទីអង្គុយមិនឃើញទីដេកទើបសួរថាលោកម្ចាស់ដ៏ចម្រើនប្រេងនោះលោកម្ចាស់គង់បន្តក់ឬសឹងបន្តក់ព្រះថេរៈនៅស្ងៀមពេទ្យអង្វរដដែលថាលោកម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់កុំធ្វើយ៉ាងនោះឡើយធម្មតាសមណធម៌ការរាងកាយនៅប្រព្រឹត្តទៅបានប៉ុណ្ណោះទើបអាចបំពេញបានសូមលោកម្ចាស់សឹងបន្តក់ចុះព្រះចក្របាលប្រឹក្សានិងករជ្ជកាយព្រះថេរៈឆ្លើយថាមនាលបាសកចាំអាត្មាប្រឹក្សាមើលសិនក៏ក្នុងទីនោះមិនឃើញញាតិសាលោហិតរបស់ព្រះថេរៈទេ
ตาประเทระปรึกษาจมวยนึงนนาเตคือปรึกษานึงกระจกายตาปรึกษาโดยมาได้เตปรึกษาโดยชนะธานาปาลิตะดอมเมียนอายุเนโจธาหมดเมื่อเนหนึ่งคืนดอลจะเคาะหรือหนึ่งคืนดอลประพุทธศาสนาก็ขนมซองซาดวัดได้เมียนตีบ่มพอดได้หล่นนาตามเตะดังมันบานการเกิดในรอบคลูนอายได้จินเนเมียนพนัยขวะมันบานหายประพุทธตั้งหลายก็ก่อนลองเตยจรันโดยจรันปอนอ่องหายขนมประพุทธตั้งโนประพุทธสมบัยแต่มวยประองก็กำนัดดังมันบานเนบานทเพื่อตกขนมจัดทามันได้ระโหดออกการใบขายข้างขนมรถเดินเพลียงนี่มันแบนดีหาโดยชนจะขอระบเนวินนี่หรือก็ใบทะเลก็โดยจ่อเนโจตรตรงแต่ประพุทธศาสนาตกจ่อกลมคืนดอลจะขอลายการปูโดยชนพูดกายบานเพียรสัตเกียรธาตังนิธาจะขอตั้งหลายได้เนรอบทาจีระบอกลูนโจสาบโซนติจ่อตระเจียตั้งหลายได้เนรอบทาจีระบอกลูนโจสาบโซนติจ่อแรงกายก็โดยชนได้ได้เนรอบทาจีระบอกลูนโจสาบโซนติจ่อสมบัยเวะเวะโตนึ่งอวัยวะทมอวัยวะอาศัยนึ่งอวัยวะสมบัยตึงอได้อาศัยในกายเนโจสาบโซนติจ่อมันเนลปาลิตะปรุให้เอาไว้เติบเนประมาทจะเคาะตั้งหลายได้เนรอบทาจีระบอกลูนโจกรอมเครียติจ่อตระเจียตั้งหลายได้เนรอบทาจีระบอกลูนโจกรอมเครียติจ่อกายก็โดยขณีได้เนรอบทาจีระบอกลูนโจกรอมเครียติจ่ออวัยวะตัวทอมตึงอ้อได้อาศัยในกายนี้โจกรอมเครียติจ่อมันเนปาลิตะปรุหัดด้วยมันได้เติบเนประมาทจะเคาะตั้งหลายได้เนรอบทาจีระบอกล้วนโจใบทะเลติจ่อตระเจียตั้งหลายได้เนรอบทาจีระบอกล้วนโจใบทะเลติจ่อรูปก็โดยขณีได้โจปปรตเตออย่างโนจ่อสมบัยอวัยวะตัวทอมตึงอ้อได้อาศัยกายนี้ก็โจใบทะเลติจ่อมันเนปาลิตะปรุให้เอาไว้เติบเนประมาทเป็ดชอบเชียบาลเปรมหาบาลประเทศละอ้อยบ้านคลูนอายโดยเกียรธาใบเกียรธายันนิหายบ้านองกุยทเวนัทถกรรมบรรเทาธนำให้เติบโจตกการสรกดำใบบรรณบาตเป็ดเคยให้สัวธาลูกมาจากได้จำรานลูกมาจากทเวนัทถกรรมให้หรือประเทศละจำรานปัวบาสาวอัตมาเพียบทเวให้เป็ดยังน่าได้ลูกมาจากประเทศละไม่ได้หลับบาสอเนื้อแต่จะดอดดาเป็ดลูกมาจ้างกุยบรรเทาหรือสังบรรเทาประเทศละเนื้อสงีมสมัยเป็ดสูเตียนก็มันในเยื่อไว้ตึงออกขณะนู้เป็ดปูหนึ่งโลธาบอกเปิดลูกมาจ้าดอยจำรานลูกมาจ้ามันเพื่อเนื้อสึกได้สบายดอกล้วนจับตั้งปิดทั้งไงในเตอร์ส้มลูกมาจ้ากลมปูลอยธาเป็ดชมูไอ้นอสลอเปรงอัตมาสมัยขยมมาจ้าก็นึ่งมันปูธาอัตมาอันสลอเปรงประเกณฑ์โลกประเทระใบทะเลจะเคาะปรมนังกาสำไรเปรอะหัดประเทระตระเป็ดปราบธาชอบเชียบาลหายตรลับต่อการวิเฮียเตรดิธาบันเนลสามณะเป็ดกิปราบไทยชอบเชียบาลหายในอันก็บอกบองเอริยะบอดเจ้านะสามณะหายตูเมียนคลูนโดยเกียรธานิธาบันเนลปาลิตะเนตรเป็ดเกประกายหายไทยชอบเชียบาลเนเตียนหายเนเตียงจมพูมาโจเรียโปรแฮดเอาไว้เติบเนเนอประมาเตียนโดยชนะให้ก็บ่มเป็นสามณะทัวต่อตัวเตียนเกรียนโนลูไม่เชื่อมาเยี่ยมกันลองเตาหายเตียงจะเคาะเตียงกันเลยระบอบโลกก็ใบโปร่งขเนียมันกรอยเจียงขเนียโลเจียเปรียอารหอนสกขวิปัสสกะหายกับโจลตัวกงขนมมันตบพวกพิเคราะห์นึงดัสรกธเนียตำนุบอมรองประเทศได้ขนมเวลียพักหายจ่าพิเคราะห์ตั้งไล่ตัวปราบธาบอกปัดลมมาจากดอยจำรานเวลียนี้เจียเวลียพักหายจ่าประเทศได้เนี่ยเมียนอายุตั้งไล่ดอลเวลียให้หรือพิเคราะห์กะรณาลูกมาจากดอยจำรานประเทศละบ้าโดยชนเนตั้งหลายโจตัวเจ้าไปขอบ้าปัดลูกมาจากดอยจำรานเจ้าลูกมาจากประเทศละมันเนี่ยลาวสาวตั้งหลายพนัยระบอกยมใบทะเลหายไปขอตั้งหลายกระเล็กเบอร์พนัยระบอกโลกหายจินเนี่ยเมียนพนัยเป็นเลยตึกพนัยลงประเทศละธาบ้าปัดลูกมาจากดอยจำรานโลกก่อนปรุยบารามลายยังขยมตั้งหลายนึงบอมบาราลูกมาจากโดยชนหายทเววัดโตหนึ่งวัดทอมเด็กล้วนกวนทเวสลายหายโจลตกการสรกพวกมนุษย์มันเคยประเทศละ
ក៏សួរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនលោកម្ចាស់របស់ខ្ញុំបកណាទាំងឡាយទៅខាងណាដឹងដំណឹងនោះហើយបញ្ជូនបបរទៅមុនកាន់យកបណ្ឌបាតទៅខ្លួនឯងថ្វាយបង្គំប្រធេរៈហើយស្រែកយំបំរាស់ននេលទៀបទីចិត្តនៃប្របាទរបស់ប្រធេរៈលួងលោមថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់កុំព្រួយបារម្ភឡើយខ្ញុំម្ចាស់ទាំងឡាយនឹងធានាបម្រើលោកម្ចាស់ហើយត្រឡប់ទៅកាន់ផ្ទះវិញតាំងពីនោះមកគេក៏បញ្ជូនបបរនិងផាត់ទៅប្រគេនបច្ចៈកបាលដែលគង់នៅឯវិហារជានិច្ចចំណែកប្រធេរៈក៏ឲ្យអវាទភិក្ខុ60រូបក្រៅនេះជានិច្ចភិក្ខុទាំងឡាយតាំងនៅក្នុងអវាទរបស់ប្រធេរៈលុះចិត្តដល់ថ្ងៃបវារណាចេញវស្សាក៏សម្រេចអរហត្តព្រមទាំងបដិសម្ពិធាគ្រប់រូបពួកភិក្ខុទៅគាល់ព្រះសាស្តាក៏ឯភិក្ខុទាំងឡាយចេញវស្សាហើយប្រាថ្នានឹងគាល់ព្រះសាស្តាទៅប្រាប់ប្រធេរៈថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនពួកខ្ញុំបកណាទាំងឡាយប្រាថ្នានឹងគាល់ព្រះសាស្តាព្រះធេរៈបានស្ដាប់ពាក្យរបស់ភិក្ខុទាំងឡាយហើយគិតថាយើងជាមនុស្សទុពលភាពហើយក្នុងចន្លោះនេះផ្លូវមានព្រៃដែលមនុស្សកាន់កាប់កាលបើអញទៅជាមួយនឹងភិក្ខុទាំងឡាយនឹងលំបាកនឹងមិនអាចដើម្បីបាននៅផឹកខាអញនឹងបញ្ជូនភិក្ខុទាំងនេះទៅមុនលំដាប់នោះប្រធេរៈក៏ពោលនឹងភិក្ខុទាំងនោះថាមនាលអវសោទាំងឡាយអ្នកទាំងឡាយទៅមុនចុះភិក្ខុបបិទ្ធលោកម្ចាស់ដ៏ចម្រើនចុះលោកម្ចាស់ប្រធេរៈខ្ញុំបកណាជាអ្នកទុពលភាពមិនត្រឹមតែប៉ុណ្ណោះដងព្រៃក្នុងចន្លោះផ្លូវជាប្រទេសដែលមានអមនុស្សកាន់កាប់កាលបើខ្ញុំទៅជាមួយនឹងអ្នកទាំងឡាយនឹងលំបាកទាំងអស់អង្គអ្នកទាំងឡាយចូលទៅមុនចុះកុំធ្វើយ៉ាងនេះឡើយលោកម្ចាស់ពួកខ្ញុំករណាទាំងឡាយនឹងទៅព្រមជាមួយនឹងលោកម្ចាស់ប្រធេរៈមនាលអវសោទាំងឡាយអ្នកទាំងឡាយកុំពេញចិត្តយ៉ាងនេះឡើយនាំឲ្យតែលំបាកទេប្អូនប្រុសរបស់ខ្ញុំឃើញអ្នកទាំងឡាយហើយគង់នឹងសួរជាពិតប្រាកដកាលបើដូច្នោះអ្នកទាំងឡាយក៏បីប្រាប់ថាខ្ញុំពិការភ្នែកហើយមកមិនបានទេគេគង់នឹងបញ្ជូននរណាមកកាន់សំណាក់របស់ខ្ញុំនឹងទៅជាមួយគេអ្នកទាំងឡាយចូលថ្វាយបង្គំព្រះទសពលនិងអស័យតិមហាធេរៈឲ្យខ្ញុំបករណាផងដូច្នេះហើយក៏បញ្ជូនភិក្ខុទាំងនោះទៅពួកភិក្ខុប្រាប់ដំណឹងដល់ប្អូនប្រុសរបស់ប្រធេរៈភិក្ខុទាំងឡាយក៏មកទោសព្រះធេរៈហើយចូលទៅកាន់ស្រុកពួកមនុស្សនិមន្តឲ្យគង់ហើយសួរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនលោកម្ចាស់ទាំងឡាយនឹងនិមន្តទៅណាឬភិក្ខុទាំងឡាយឆ្លើយថាមនាលឧបាសកឧបាសិកាទាំងឡាយពួកអាត្មាទៅគាល់ព្រះសាស្តាពួកឧបាសកឧបាសិកាអង្វរភិក្ខុទាំងនោះច្រើនដងប៉ុន្តែភិក្ខុទាំងនោះមិនព្រមឧបាសកឧបាសិកាទាំងនោះដឹងថាភិក្ខុទាំងនោះមិនព្រមតាមការអង្វររបស់ខ្លួនក៏តាមជូនភិក្ខុទាំងនោះទៅបានបន្តិចក៏ត្រឡប់មកវិញដោយសេចក្តីអាឡោះអាល័យចំណែកភិក្ខុទាំងឡាយទៅដល់វត្តចេតពុនហើយចូលទៅថ្វាយបង្គំព្រះសាស្តានិងមហាធេរៈទាំងឡាយតាមពាក្យរបស់ព្រះធេរៈលុះព្រឹកឡើងចូលទៅកាន់ថ្នល់ដែលប្អូនប្រុសរបស់ព្រះធេរៈនៅដើម្បីបណ្ឌបាតក៏ដុំពីរក៏ចាំភិក្ខុទាំងឡាយបានក៏និមន្តឲ្យគង់ធ្វើបដិសន្ធារៈហើយសួរថាព្រះធេរៈជាបងរបស់ខ្ញុំបករណានៅទីណាភិក្ខុទាំងឡាយក៏បានប្រាប់ដំណឹងនោះដល់កុដុម្ពីកក៏ស្រែកយំបំរាស់ននេលនៅទៀបទីចិត្តបាត់មូលរបស់ភិក្ខុទាំងឡាយហើយសួរថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនឥឡូវនេះគួរធ្វើយ៉ាងណាទៅល្អបញ្ជូនសាមណេរជាក្មួយប្រុសទៅទទួលព្រះធេរៈភិក្ខុព្រះធេរៈត្រូវការឲ្យនរណាម្នាក់ទៅកាន់ទីនោះក្នុងកាលដែលបរិសនោះទៅដល់ហើយលោកនឹងមកជាមួយគេកុដុម្ពីបបិទ្ធលោកម្ចាស់ដ៏ចម្រើនបរិសនេះជាក្មួយរបស់ខ្ញុំឈ្មោះប៉ាលិតៈសូមលោកម្ចាស់ទាំងឡាយបញ្ជូនបរិសឈ្មោះប៉ាលិតៈនេះទៅចុះភិក្ខុបញ្ជូនទៅយ៉ាងនេះមិនបានទេព្រោះតាមផ្លូវមានអន្តរាយត្រូវបួសសិនសឹមទៅបានកុដុម្ពីបបិទ្ធលោកម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់ទាំងឡាយធ្វើយ៉ាងនោះហើយបញ្ជូនទៅចុះគ្រានោះភិក្ខុទាំងឡាយបំពោះប៉ាលិតៈបង្ហាត់ឲ្យសិក្សានៅវត្តបដិបត្តិមានការទទួលជីវរជាដើមអស់កន្លះខែប្រាប់ផ្លូវហើយបញ្ជូនទៅសាមណេរទៅដល់ស្រុកនោះហើយឃើញបរិសចាស់ម្នាក់នៅទៀបទ្វារនៃស្រុកនោះក៏សួរថាវិហារដែលតាំងនៅក្នុងព្រៃអាស្រ័យស្រុកនេះមានដែរឬទេបរិសចាស់បបិទ្ធលោកម្ចាស់ដ៏ចម្រើនមានសាមណេរលោកម្ចាស់អង្គណាគង់ក្នុងវិហារនោះបរិសចាស់ព្រះធេរៈឈ្មោះប៉ាលៈលោកម្ចាស់សាមណេរ
សូមញោមប្រាប់ផ្លូវដល់អាត្មាភាពបន្តិចបរិសចាស់លោកម្ចាស់ជានរណាសាមណេរអាត្មាភាពជាក្មួយរបស់ប្រធេរៈសាមណេរបបួលប្រធេរៈត្រឡប់ទៅវិញគ្រានោះបរិសចាស់នោះនាំសាមណេរទៅកាន់វិហារលុះទៅដល់វិហារហើយសាមណេរក៏ថ្វាយបង្គំប្រធេរៈធ្វើវត្តបដិបត្តិបម្រើប្រធេរៈដោយគោរពអស់កន្លះខែហើយប្រាប់ថាបបិទ្ធលោកម្ចាស់ដោយចម្រើនក៏ដុំពីជាអមរបស់ខ្ញុំកូណាឲ្យនិមន្តលោកម្ចាស់ត្រឡប់ទៅវិញសូមលោកម្ចាស់និមន្តទៅជាមួយខ្ញុំកូណាចុះប្រធេរៈពោលថាបើដូច្នោះអ្នកចូលចាប់ចុងឈើច្រត់របស់យើងចុះសាមណេរចាប់ចុងឈើច្រត់ចូលទៅកាន់ស្រុកជាមួយនឹងប្រធេរៈពួកមនុស្សនិមន្តឲ្យគង់ហើយសួរថាបបិទ្ធលោកម្ចាស់ដោយចម្រើនលោកម្ចាស់នឹងនិមន្តទៅណាប្រធេរៈឆ្លើយថាមនាលឧបាសកបាសិកាទាំងឡាយអាត្មានឹងនិមន្តទៅថ្វាយបង្គំព្រះសាស្តាពួកមនុស្សទៅនួងវដោយប្រការផ្សេងកាលមិនបានដូចបំណងក៏ជួនប្រធេរៈទៅបានពាក់កណ្ដាលផ្លូវហើយនាំគ្នាខ្សឹកខ្សួលត្រឡប់មកវិញសាមណេរដល់ការវិបត្តិសិលព្រោះសំឡេងស្ត្រីសាមណេរនាំប្រធេរៈដោយចុងឈើច្រត់ទៅដល់ស្រុកមួយដែលប្រធេរៈធ្លាប់អាស្រ័យនៅឈ្មោះសង្កដ្ឋៈដែលនៅក្នុងដងព្រៃនៅពេលនោះសាមណេរបានឮសំឡេងច្រៀងរបស់ស្ត្រីម្នាក់ដែលជាអ្នកចេញអំពីស្រុកនោះច្រៀងបណ្ដាឬអស់បណ្ដានៅក្នុងព្រៃនោះកាន់យកនិមិត្តក្នុងសំឡេងនោះពិតណាស់មិនមានសំឡេងអ្វីដទៃដែលអាចផ្សាយទៅពាសពេញសរីរៈរបស់បរិសទាំងឡាយហើយតាំងនៅដូចជាសំឡេងស្ត្រីឡើយព្រោះដូច្នោះទើបព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតមិនឃើញសំឡេងអ្វីដទៃសូម្បីតែមួយដែលអាចញ៉ាំងចិត្តរបស់បរិសទាំងឡាយឲ្យញាប់ញ័រដូចជាសំឡេងស្ត្រីឡើយសាមណេរកាន់យកនិមិត្តក្នុងសំឡេងនោះហើយប្រឡែងចុងឈើច្រត់ហើយពោលថាបបិទ្ធលោកម្ចាស់ដោយចម្រើនសូមលោកម្ចាស់រងចាំបន្តិចសិនកិច្ចរបស់ខ្ញុំមានដូច្នេះហើយក៏ទៅកាន់សំណាក់របស់ស្ត្រីនោះឃើញសាមណេរហើយបានឈប់ស្ងៀមសាមណេរក៏វិបត្តិសិលជាមួយនឹងស្ត្រីនោះប្រធេរៈគិតថាយើងបានឮសំឡេងច្រៀងក្នុងការលបាញ់មិញនេះឯងក៏សំឡេងនោះជាសំឡេងស្ត្រីសម្បីសាមណេរក៏ទៅបាត់យូរដែរប្រកាសជាវិនិច្ឆ័យហើយចំណែកសាមណេរនោះធ្វើកិច្ចរបស់ខ្លួនស្រេចហើយមកនិយាយថាបបិទ្ធលោកម្ចាស់យើងទាំងឡាយបន្តដំណើរទៅមុខទៀតចុះគ្រានោះប្រធេរៈសួរសាមណេរថាសាមណេរអ្នកខ្លាចជាមនុស្សអាក្រក់ហើយឬសាមណេរនៅស្ងៀមសម្បីប្រធេរៈសួរទៀតក៏មិននិយាយអ្វីទាំងអស់ព្រះថេរៈមិនអោយសាមណេរគប់រកគ្រានោះព្រះថេរៈពោលនឹងសាមណេរថាអ្នកឯងមិនចាំបាច់ចាប់ចុងឈើច្រត់របស់ខ្ញុំក៏ណាទៀតទេពីព្រោះអ្នកឯងជាមនុស្សអាក្រក់សាមណេរដល់នៅការសង្វេគហើយដោះសម្ពុតការសាយៈចេញស្លៀកដណ្ដប់ដោយគ្រោះនិយាយថាបបិទ្ធលោកម្ចាស់ដល់ចម្រើនកាលមុនខ្ញុំជាសាមណេរតែឥឡូវនេះខ្ញុំករុណាត្រឡប់ជាគ្រោះហើយម្យ៉ាងទៀតកាលខ្ញុំករុណាបួសក៏មិនបានបួសដោយសទ្ធាដែរបួសព្រោះខ្លាចអន្តរាយតាមផ្លូវប៉ុណ្ណោះសូមលោកម្ចាស់និមន្តទៅជាមួយខ្ញុំព្រះករុណាចុះប្រធេរៈនិយាយថាមនាលអ្នកមានអាយុគ្រោះអាក្រក់ក្តីសមណៈអាក្រក់ក្តីក៏អាក្រក់ដូចតែគ្នាអ្នកសំបីតាំងនៅក្នុងភាពជាសាមណេរហើយក៏មិនអាចដើម្បីធ្វើគុណត្រឹមតែសិលឲ្យបរិបូរណ៍បានសឹកទៅជាគ្រោះនឹងធ្វើសេចក្តីល្អអ្វីបានកិច្ចដោយការដែលមនុស្សអាក្រក់ដូចអ្នកចាប់ចុងឈើច្រត់របស់យើងមិនចាំបាច់មានទេនាយបាលិតៈឆ្លើយថាបបិទ្ធលោកម្ចាស់ដោយចម្រើនផ្លូវមានអមនុស្សច្រើនហើយចក្ខុរបស់លោកម្ចាស់ក៏បែកនឹងនៅក្នុងទីនេះយ៉ាងណាបានលំដាប់នោះប្រធេរៈពោលនឹងសាមណេរថាមនាលអ្នកមានអាយុអ្នកកុំព្រួយឡើយយើងនឹងដេកស្លាប់ក្នុងទីនេះក្តីនឹងដេកននាលទៅមកនៅក្នុងទីនេះក្តីដែលឈ្មោះថាការទៅជាមួយនឹងអ្នកមិនមានលុះពោលយ៉ាងនេះហើយព្រះថេរៈក៏បានពោលគាថាទៅនេះថាណាស់ហើយចុះយើងជាអ្នកមានចក្ខុខូចហើយមកកាន់ផ្លូវឆ្ងាយកន្តារៈដេកនៅក៏ដោយចុះនឹងមិនទៅព្រោះភាពជាសម្លាញ់ក្នុងជនពាលរមែងមិនមានណាស់ហើយចុះយើងជាអ្នកមានចក្ខុខូចហើយមកកាន់ផ្លូវឆ្ងាយកន្តារៈនឹងស្លាប់ក៏ដោយចុះនឹងមិនទៅព្រោះភាពជាសម្លាញ់នឹងជនពាលរមែងមិនមាននាយបាលិតៈបានឮពាក្យនោះហើយកើតសេចក្តីសង្វេគនឹកថាគ្រាន់តែមួយស្របក់សោះយើងបានធ្វើកម្មមួយដ៏សែនធ្ងន់ដូច្នេះហើយខ្សឹកខ្សួលស្ទុះចូលទៅកាន់ព្រៃកិច្ចខ្លួនបាត់ទៅ
អាសនៈរបស់សកទេវរាជក្តៅដោយដេជះនិសិលរបស់ប្រធេរៈខណៈនោះបណ្ឌុកម្មពលសិលារបស់សកទេវរាជបណ្ដោយ60យោជន៍ទៅតឹង50យោជន៍កម្រាស់15យោជន៍មានពណ៌ដោយផ្កាជ័យព្រឹកមានប្រក្រតីស្រត់ចុះក្នុងវេលាដែលសកទេវរាជគង់និងប៉ោងឡើងក្នុងវេលាដែលសកទេវរាជក្រោកឡើងសម្ដែងអាការៈក្តៅសកទេវរាជទ្រង់ត្រេះរិះថានរណាណោប្រាថ្នានឹងយ៉ាងយើងឲ្យឃ្លាតចាកឋានដូច្នេះហើយទ្រង់ក្រឡេកចុះមកក្រោមបានឃើញប្រធេរៈដោយទៅបច្ចៈខុហេតុនោះព្រះបរាណាចារ្យទាំងឡាយទៅពោលថាសហសនេតដែលជាស្ដេចនៃពួកទេវតាមើលដោយទៅបច្ចៈខុទ្រង់ជ្រាបថាព្រះបាលថេរអង្គនេះតេះដៀលបុគ្គលបាបជំរះគ្រឿងចិញ្ចឹមជីវិតដោយបរិសុទ្ធសហសនេតដែលជាស្ដេចនៃទេវតាទ្រង់ក្រឡេកមើលដោយទៅបច្ចៈខុហើយទ្រង់ជ្រាបថាព្រះបាលថេរអង្គនេះធ្ងន់ក្នុងធัวត្រេកអរក្នុងសាសនាគង់តែមួយព្រះអង្គឯងក្នុងព្រៃគ្រានោះសកទេវរាជបានទ្រង់ត្រេះរិះថាបើយើងនឹងមិនទៅកាន់សំណាក់របស់លោកដែលជាអ្នកតេះដៀលបុគ្គលបាបធ្ងន់ក្នុងធัวបែបនោះក្បាលរបស់យើងនឹងបែរជា7ចំណែកយើងនឹងទៅកាន់សំណាក់របស់លោកលុះទ្រង់ព្រះតម្រេះដូច្នោះហើយក៏ស្ដេចយាងទៅហេតុនោះបរាណាចារ្យទាំងឡាយទៅពោលថាគ្រានោះទេវរាជឈ្មោះសកសហសនេតមានព្រះនេត្រជ្រាបនៅហេតុជាធំជាងទេវតាទ្រទ្រង់សេរីរបស់ទេវរាជស្ដេចមកកាន់សំណាក់ព្រះធេរៈហើយក្នុងមួយរំពេចចូលទៅចិត្តព្រះធេរៈលុះស្ដេចចូលទៅចិត្តហើយទ្រង់ធ្វើសម្លេងជើងក្នុងទីចិត្តព្រះធេរៈគ្រានោះព្រះធេរៈសួរសកទេវរាជថានរណាហ្នឹងសកទេវរាជឆ្លើយថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំប្រកាសរណាជាអ្នកដើរផ្លូវឆ្ងាយជាអ្នកដំណើរព្រះធេរៈមនាលបាសកអ្នកទៅទីណាសកទេវរាជបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំប្រកាសរណាទៅកាន់ក្រុងសាវត្ថីព្រះធេរៈទៅចុះអ្នកមានអាយុសកទេវរាជបបិទ្ធលោកម្ចាស់ដ៏ចម្រើនលោកម្ចាស់និមន្តទៅកាន់ទីណាដែរព្រះធេរៈអាត្មាភាពក៏និមន្តទៅកាន់ទីនោះដែរសកទេវរាជបើដូច្នោះយើងទាំងឡាយទៅជាមួយគ្នាចុះលោកម្ចាស់ព្រះធេរៈអាត្មាភាពជាមនុស្សទុពលភាពការយឺតយូរនឹងមានដល់អ្នកដែលទៅជាមួយនឹងអាត្មាភាពសកទេវរាជកិច្ចប្រញាប់របស់ខ្ញុំប្រកាសរណាមិនមានទេប្រសិនបើខ្ញុំប្រកាសរណាបានធ្វើដំណើរទៅជាមួយលោកម្ចាស់នោះខ្ញុំប្រកាសរណានឹងបាននៅបញ្ញកិរិយាវត្ថុ10ប្រការនីមួយមិនខានសូមលោកម្ចាស់ទៅជាមួយនឹងខ្ញុំប្រកាសរណាចុះព្រះធេរៈគិតថានោះនឹងជាសប្បុរសទៅពោលថាបើដូច្នោះឧបាសកចូលចាប់ចុងឈើច្រត់របស់អាត្មាភាពចុះសកទេវរាជនាំព្រះធេរៈទៅដល់វត្តចេតពុនសកទេវរាជទ្រង់ធ្វើយ៉ាងនោះហើយបំព្រួញផែនដីឲ្យដល់វត្តចេតពុនក្នុងវេលារសៀលព្រះធេរៈបានឮសូរសំឡេងតន្ត្រីមានសាំងនិងរនាតជាដើមហើយសួរថាសំឡេងហ្នឹងនៅទីណាសកទេវរាជក្រុងសាវត្ថីលោកម្ចាស់ព្រះធេរៈក្នុងវេលាទៅអាត្មាភាពទៅអស់វេលាយូរណាស់សកទេវរាជបបិទ្ធលោកម្ចាស់ខ្ញុំប្រកាសរណាស្គាល់ផ្លូវកាត់ក្នុងខណៈនោះព្រះធេរៈដឹងបានថាអ្នកនេះមិនមែនជាមនុស្សប្រកបជាទេវតាហេតុនោះព្រះបរាណាចារ្យទាំងឡាយទៅពោលថាសកទេវរាជដែលជាស្ដេចនៃទេវតាទ្រទ្រង់សេរីរបស់ទេវរាជស្ដេចបំព្រួញផ្លូវមកដល់ក្រុងសាវត្ថីយ៉ាងឆាប់រហ័សសកទេវរាជនាំព្រះធេរៈទៅកាន់បណ្ណសាលាដែលក៏ដុំពីរជាប្អូនប្រុសធ្វើដើម្បីប្រយោជន៍ដល់ព្រះធេរៈនោះឯងនិមន្តឲ្យគង់លើបន្ទះក្តារហើយនិមិត្តខ្លួនជាសម្លាញ់របស់ចលៈហើយទៅកាន់សំណាក់នៃកដុំពីរចលបាលស្រែកហៅថាណាបាលៈសម្លាញ់កដុំពីរចលបាលស្រែកធូរថាស្អីសម្លាញ់សកទេវរាជលោកបានដឹងថាព្រះធេរៈមកហើយឬចលបាលខ្ញុំមិនទាន់ដឹងទេក៏ព្រះធេរៈមកហើយឬសកទេវរាជត្រាស់ថាសម្លាញ់ខ្ញុំទៅកាន់វិហារឃើញព្រះធេរៈគង់នៅក្នុងបណ្ណសាលាដែលលោកធ្វើទុកសម្រាប់ព្រះធេរៈអមាញ់នេះឯងដូច្នេះហើយស្ដេចក៏កិច្ចចេញទៅចំណែកក៏ដុំពីរទៅដល់វិហារឃើញព្រះធេរៈហើយស្រែកយំបំរាស់ននាលនៅទៀបបាតមូលរបស់ព្រះធេរៈពោលថាលោកម្ចាស់ដ៏ចម្រើនខ្ញុំប្រកាសរណាឃើញហេតុនេះហើយទើបមិនព្រមឲ្យលោកម្ចាស់បួស
โดยชนជាដើមហើយធ្វើក្មេងទាស័កពីរនាក់ឲ្យជាអ្នកបួសក្នុងសំណាក់របស់ប្រធេរៈហើយផ្ដាំថាលោកទាំងឡាយចូលនាំយករបស់ឆាន់មានបបរនិងបាយជាដើមមកអំពីខាងក្នុងស្រុកឧបថាប្រធេរៈដូច្នេះហើយប្រគល់កិច្ចនោះឲ្យធ្វើសាមណេរទាំងឡាយក៏ធ្វើវត្តបម្រើប្រធេរៈថ្ងៃមួយភិក្ខុទាំងឡាយអ្នកនៅក្នុងទីដតីមកកាន់វត្តចេតពុនដោយបំណងថានឹងគាល់ព្រះសាស្តាថ្វាយបង្គំព្រះសាស្តាសួរសុខទុក្ខព្រះអសីតិមហាសាវកហើយត្រាច់ទៅកាន់ទីចរិតក្នុងវិហារដល់លំនៅព្រះចក្របាលថេរហើយមានមុខឆ្ពោះទៅទីនោះនៅវេលារសៀលដោយបំណងថានឹងមើលទីនោះក្នុងខណៈនោះមហាមេឃញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកពួកលោកគិតថាឥឡូវនេះរសៀលហើយមេឃក៏ភ្លៀងទៀតយើងនឹងមកមើលពេលព្រឹកដូច្នេះហើយក៏ត្រឡប់ទៅវិញភ្លៀងធ្លាក់ក្នុងបឋមយាមឈប់ក្នុងមជ្ឈិមយាមប្រធេរៈជាអ្នកធ្លាប់ប្រារព្ធសេចក្តីព្យាយាមដើរចង្ក្រមជានិច្ចហេតុដូច្នេះទើបចុះកាន់ទីចង្ក្រមនិមន្តចង្ក្រមក្នុងបច្ឆិមយាមក៏ក្នុងកាលនោះមេឃភ្លៀងជាច្រើនកើតឡើងហើយលើផ្ទៃដីដែលមានភ្លៀងធ្លាក់ថ្មីកាលប្រធេរៈចង្ក្រមទៅមកបានជន់មេភ្លៀងងាប់ជាច្រើនពួកអន្តេវាសិកមិនទាន់បានបោះទីចង្ក្រមរបស់ប្រធេរៈនោះឡើយរីឯពួកភិក្ខុក្រៅនេះមកដោយបំណងថានឹងមើលលំនៅរបស់ប្រធេរៈឃើញសត្វទាំងឡាយក្នុងទីចង្ក្រមហើយសួរថានរណាចង្ក្រមក្នុងទីនេះពួកសិស្សរបស់ប្រធេរៈឆ្លើយថាឧបជារបស់ពួកខ្ញុំបកករណាលោកម្ចាស់ភិក្ខុទាំងឡាយតេះដៀលថាអ្នកទាំងឡាយចូលមើលកម្មរបស់សមណៈចុះក្នុងការដែលមានចក្ខុនៅជាលោកដេកមិនធ្វើអ្វីកាលមានចក្ខុវិកលធ្វើឯងដែលចង្ក្រមញ៉ាំងសត្វមានជីវិតឲ្យងាប់យ៉ាងច្រើនពួកភិក្ខុទៅក្រាបទូលព្រះតថាគតក្នុងគណៈនោះថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះចក្របាលថេរទុកខ្លួនថាចង្ក្រមធ្វើសត្វមានជីវិតជាច្រើនឲ្យងាប់ព្រះសាស្តាទ្រង់ត្រាស់សួរថាមនាភិក្ខុទាំងឡាយអ្នកទាំងឡាយឃើញលោកកំពុងធ្វើសត្វមានជីវិតជាច្រើនឲ្យស្លាប់ដែរទេភិក្ខុទាំងនោះក្រាបទូលថាមិនឃើញទេព្រះអង្គព្រះសាស្តាអ្នកទាំងឡាយមិនឃើញលោកធ្វើយ៉ាងណាសម្បីលោកក៏មិនឃើញសត្វមានជីវិតទាំងនោះដូច្នោះដែរមនាលភិក្ខុទាំងឡាយដែលឈ្មោះថាចេតនាជាហេតុញ៉ាំងសត្វឲ្យងាប់របស់ព្រះខៃណាស្របទាំងឡាយគឺបុគ្គលអ្នកមានអាសវៈអស់ហើយរមែងមិនមានភិក្ខុបបិទ្ធព្រះអង្គដ៏ចម្រើនកាលបនិស្ស័យនៃព្រះអរហន្តមានដូច្នេះហេតុដោយម្ដេចទើបលោកខ្លាយទៅជាមានចក្ខុងងឹតទៅវិញព្រះសាស្តាមនាលភិក្ខុទាំងឡាយដោយអំណាចកម្មដែលខ្លួនធ្វើទុកហើយភិក្ខុបបិទ្ធព្រះអង្គដ៏ចម្រើនក៏លោកបានធ្វើកម្មអ្វីទុកបុព្វកម្មរបស់ព្រះចក្របាលព្រះសាស្តាត្រាស់ថាមនាលភិក្ខុទាំងឡាយបើដូច្នោះអ្នកទាំងឡាយចូលស្ដាប់ដោយគោរពចុះដូច្នេះហើយត្រាស់និទានរឿងថាក្នុងអតីតកាលព្រះបាទពារាណសីគ្រប់គ្រងរាជសម្បត្តិនៅក្នុងក្រុងពារាណសីពេទ្យម្នាក់ត្រាច់ធ្វើវេជ្ជកម្មក្នុងស្រុកនិងនិគមឃើញស្ត្រីដែលមានចក្ខុទពលក៏សួរថានាងកើតអីស្ត្រីនោះឆ្លើយថាខ្ញុំមើលមិនឃើញពេទ្យពោលថាខ្ញុំនឹងធ្វើថ្នាំឲ្យនាងស្ត្រីបបិទ្ធលោកម្ចាស់សូមលោកធ្វើចុះពេទ្យនាងឲ្យអ្វីខ្ញុំស្ត្រីបើសិនបើលោកអាចធ្វើនៅផ្នែកទាំងឡាយរបស់ខ្ញុំឲ្យត្រឡប់ជាប្រក្រតីបានខ្ញុំនឹងបុត្រធីតានឹងព្រមធ្វើជាទាសាទាស័យរបស់លោកពេទ្យល្អហើយនាងដូច្នេះហើយផ្សំថ្នាំឲ្យផ្នែកទាំងឡាយត្រឡប់ជាប្រក្រតីដោយថ្នាំតែមួយមុខប៉ុណ្ណោះស្ត្រីនោះគិតថាយើងបានបដិញ្ញាចំពោះពេទ្យនោះថាយើងនឹងបុត្រធីតាព្រមធ្វើជាទាសាទាស័យរបស់គេក៏ប៉ុន្តែគេមកជានឹងមិនហាវរកយើងដោយវាចាដែលទន់ភ្លន់ទេយើងនឹងបញ្ឆោតគេកាលដែលពេទ្យមកហើយសួរថាមនាលនាងដោយចម្រើនរោគក្នុងភ្នែករបស់នាងដោយម្ដេចទៅហើយនាងក៏ឆ្លើយថាកាលមុនភ្នែកទាំងឡាយរបស់ខ្ញុំចាក់ដតតែបន្តិចបន្តួចប៉ុណ្ណោះឥឡូវនេះចាក់ដតយ៉ាងក្រៃលែងពេទ្យគិតថាស្ត្រីនេះក៏ហក់យើងដោយមិនចង់ឲ្យនៅវត្ថុតិចតួចដែលជាថ្លៃឈ្នួលយើងមិនត្រូវការថ្លៃឈ្នួលអំពីស្ត្រីនេះទេយើងនឹងធ្វើស្ត្រីនេះឲ្យខ្វាក់ក្នុងការឥឡូវនេះហើយទៅកាន់ផ្ទះប្រាប់សេចក្តីនោះដល់ភរិយារបស់ខ្លួននាងបាននៅស្ងៀម
ពេទ្យនោះផ្សំថ្នាំមួយមុខហើយក៏ទៅកាន់សំណាក់ស្ត្រីនោះដោយប្រាប់ឲ្យបន្តក់ថ្នាំថាមនាលនាងដល់ចម្រើនចូលនាងបន្តក់ថ្នាំនេះចុះភ្នែកទាំងពីរខាងបានរលត់ទៅដោយអណ្ដាតប្រទីបដូច្នោះពេទ្យនោះបានមកកើតជាចក្របាលភិក្ខុក្នុងការឥឡូវនេះព្រះសាស្តាត្រាស់ថាមនាលភិក្ខុទាំងឡាយកម្មដែលបុត្រតថាគតធ្វើឲ្យក្នុងការនោះជាប់តាមគេអំពីក្រោយពិតណាស់ដែលឈ្មោះថាបាបកម្មរមែងជាប់តាមអ្នកធ្វើដោយកង់រទេះវិលទៅតាមស្នាមជើងគោគឺគោដែលគេទឹមរទេះផ្ទុកទំនិញគោនាំទៅនៅធុរៈលុះទ្រង់ត្រាស់រឿងនេះហើយព្រះអង្គជាធម្មរាជាទ្រង់បានត្រាស់ប្រកាសថានេះបន្តអនុសន្ធិដោយប្រថាប់ព្រះរាជសាសដែលមានដីប្រចាំទុកហើយដោយព្រះរាជបញ្ចកត្រារបស់ព្រះរាជាថាមនោពពាំងកមាធម្មាមនោសេដ្ឋាមនោមយាមនសាជេបតុថេនៈភាសតិវាករតិវាតតោនាងទុក្ខមនវេតិចកាំងវហតោបទាំងធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតមានចិត្តជាធំសម្រាប់អំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសប្រទូហើយពូលក្តីធ្វើក្តីដល់ទុច្ចរិតព្រោះទុច្ចរិតទាំងនោះទុករមែងជាប់តាមបុគ្គលនោះទៅដោយកង់រទេះវិលតាមឋានជើងគោដែលកំពុងអូសនឹមទៅអធិប្បាយគាថាចិត្តដែលប្រព្រឹត្តទៅក្នុងភូមិទាំង4មានកាមាវចរៈកុសលចិត្តជាដើមឈ្មោះថាមនោក្នុងប្រគាថានេះប៉ុន្តែចិត្តដែលកើតឡើងដល់ពេទ្យក្នុងកាលនោះគឺជាទោសៈមូលចិត្តប៉ុណ្ណោះបទថាពពាំងកមាគឺប្រកបព្រមហើយដោយចិត្តដែលជាធម្មជាតិមានប្រក្រតីប្រព្រឹត្តទៅមុនបទថាធម្មាប្រែថាធម៌ទាំងឡាយដែលឈ្មោះថាធម៌មាន4យ៉ាងគឺគុណធម៌ទេសនាធម៌បរិយត្តិធម៌និងនិស្សតនិជីវធម៌បណ្ណាធម៌ទាំង4ប្រការនោះធម្មស័ព្ទក្នុងពាក្យថាធម៌និងអធម៌ទាំង2ប្រការនេះឲ្យផលមិនដូចគ្នាអធម៌រមែងនាំទៅកាន់នរកធម៌រមែងឲ្យដល់សុគតិដូច្នេះឈ្មោះថាគុណធម៌ប្រែថាធម៌គឺគុណធម្មស័ព្ទក្នុងពាក្យថាមនាលភិក្ខុទាំងឡាយតថាគតនឹងសម្ដែងធម៌មានលំអបត់ដើមដល់អ្នកទាំងឡាយដូច្នេះជាដើមឈ្មោះថាទេសនាធម៌ប្រែថាធម៌គឺទេសនាធម្មស័ព្ទក្នុងពាក្យថាមនាលភិក្ខុទាំងឡាយក៏ល្បិតពួកខ្លះក្នុងលោកនេះរមែងរៀនធម៌គឺសតកិយៈដូច្នេះជាដើមឈ្មោះថាបរិយត្តិធម៌ប្រែថាធម៌គឺបរិយត្តិធម្មស័ព្ទក្នុងពាក្យនេះថាសម័យនោះឯងធម៌ទាំងឡាយគឺខណ្ឌរមែងមានដូច្នេះជាដើមឈ្មោះថានិស្សតធម៌ប្រែថាធម៌គឺសភាវៈដែលមិនមែនសត្វសម័យនៃក្នុងបទថានិជីវធម៌ដែលប្រែថាធម៌គឺសភាវៈមិនមែនជីវៈក៏ដូចគ្នាបណ្ណាធម៌ទាំង4ប្រការនោះនិស្សតធម៌ឬនិជីវធម៌ព្រះសាស្តាទ្រង់ប្រាថ្នាយកក្នុងគាថានេះនិស្សតធម៌ឬនិជីវធម៌នោះដោយអត្ថក៏បានដល់អរូបខណ្ឌ3ប្រការគឺវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌព្រោះហេតុថាអរូបខណ្ឌ3ប្រការនេះឈ្មោះថាមានចិត្តជាប្រធានមានពាក្យសួរថាក៏ចិត្តមានវត្ថុមួយមានអារម្មណ៍មួយកើតក្នុងខណៈមួយរលត់ក្នុងខណៈមួយជាមួយនឹងធម៌ទាំងនោះមិនមុនមិនក្រោយឈ្មោះថាជាប្រធាននៃធម៌ទាំងនោះដោយម្ដេចមានពាក្យឆ្លើយថាចិត្តមានឈ្មោះថាជាប្រធាននៃធម៌ទាំងនោះដោយអត្ថាជាបច្ច័យញ៉ាំងធម៌ទាំងនោះឲ្យកើតឡើងដោយយ៉ាងថាកាលពួកចៅជាច្រើនធ្វើចោរកម្មមានប្លន់អ្នកស្រុកជាដើមជាមួយគ្នាកាលមានគេសួរថានរណាជាប្រធាននៃពួកវានរណាជាបច្ច័យរបស់ពួកវាគឺពួកវាអាស្រ័យអ្នកណាទៅធ្វើកម្មនោះបានអ្នកនោះទោះបីជាឈ្មោះទត្តៈក៏ដោយឈ្មោះមត្តៈក៏ដោយគេហៅថាជាប្រធានរបស់វាយ៉ាងណាមិញពីឧបមាដែលជាគ្រឿងញ៉ាំងអត្តឲ្យដល់ព្រមនេះបណ្ឌិតក៏បីដឹងច្បាស់ដូច្នេះចិត្តឈ្មោះថាជាប្រធាននៃធម៌ទាំងឡាយនោះដោយអត្ថាជាបច្ច័យញ៉ាំងធម៌ទាំងនោះឲ្យកើតឡើងព្រោះហេតុនោះធម៌ទាំងនោះទើបឈ្មោះថាមានចិត្តជាប្រធានព្រោះកាលចិត្តមិនកើតឡើងធម៌ទាំងនោះមិនអាចនឹងកើតឡើងបានចំណែកចិត្តសបីចេតសិកធម៌ពួកខ្លះមិនកើតឡើងក៏អាចកើតឡើងបានដែរម្យ៉ាងទៀតចិត្តឈ្មោះថាជាធំនៃធម៌ទាំងឡាយនោះដោយអំណាចជាអធិបតីព្រោះហេតុនោះធម៌ទាំងនោះទើបឈ្មោះថាមានចិត្តជាធំ
ដោយយ៉ាងថាជនទាំងឡាយមានចោដែលជាប្រធានជាដើមដែលជាអធិបតីបានឈ្មោះថាជាធំនៃជនទាំងឡាយមានចោជាដើមយ៉ាងណាមិញចិត្តដែលជាអធិបតីមានឈ្មោះថាជាធំនៃធម៌ទាំងនោះដូច្នោះដែរព្រោះហេតុនោះធម៌ទាំងនោះទៅឈ្មោះថាមានចិត្តជាធំម្យ៉ាងទៀតភ័ណ្ឌៈទាំងឡាយនោះសម្រាប់ឲ្យអំពីវត្ថុណាមានឈើជាដើមក៏ឈ្មោះថាជារបស់សម្រាប់ឲ្យអំពីឈើជាដើមយ៉ាងណាសបីធម៌ទាំងឡាយនោះមានឈ្មោះថាសម្រាប់ឲ្យអំពីចិត្តព្រោះសម្រាប់មកអំពីចិត្តដូច្នោះបទថាបតុថេនៈគឺដែលទុះមានអភិជាជាដើមដែលទៅចោមកថ្មីប្រទុះហើយពិតណាស់ចិត្តប្រក្រតីឈ្មោះថាភវង្គចិត្តភវង្គចិត្តនោះមិនត្រូវទោសប្រទុះឡើយដោយយ៉ាងថាទឹកថ្លាសៅមងហើយព្រោះពណ៌ទាំងឡាយមានពណ៌ខៀវជាដើមដែលទើបមកថ្មីចូលទៅធ្វើឲ្យសៅមងជាទឹកផ្សេងមានពណ៌ខៀវជាដើមនឹងឈ្មោះថាទឹកថ្មីក៏មិនមែននឹងឈ្មោះថាទឹកថ្លាដូចដើមក៏មិនមែនយ៉ាងណាមិញភវង្គចិត្តត្រូវទោសមានអភិជាជាដើមដែលទើបមកថ្មីប្រទុះហើយនឹងឈ្មោះថាចិត្តថ្មីក៏មិនមែននឹងឈ្មោះថាភវង្គចិត្តដដាលក៏មិនមែនព្រោះហេតុនោះទើបព្រះមានប្រភេទត្រាស់ថាមនាលភិក្ខុទាំងឡាយចិត្តនេះជាធម្មជាតិផូរផង់តែវាសៅមងព្រោះឧបកិលេសទាំងឡាយដែលទើបមកថ្មីនោះឯងដូច្នេះបើបុគ្គលមានចិត្តត្រូវទោសប្រទុះហើយយ៉ាងនេះបាទប្រគាថាភាសតិវាករតិវាគឺកាលបុគ្គលនោះនិយាយរមែងតែវិច័យទុច្ចរិត4យ៉ាងកាលធ្វើរមែងធ្វើតែកាយទុច្ចរិត3យ៉ាងកាលមិននិយាយកាលមិនធ្វើប្រការដែលខ្លួនជាអ្នកមានចិត្តដែលទោសមានអភិជាជាដើមប្រទុះសរាយហើយនោះរមែងញ៉ាំងមនោទុច្ចរិត3យ៉ាងឲ្យពេញអកុសលកម្មបទ10យ៉ាងរបស់បុគ្គលនោះរមែងដល់ការពេញដោយប្រការយ៉ាងនេះបាទប្រគាថាតតញ៉ាំងទុក្ខមនវេតិសេចក្តីថាទុក្ខរមែងជាប់តាមបុគ្គលនោះទៅព្រោះទុច្ចរិត3យ៉ាងនោះគឺទុក្ខដែលជាផលទាំងប្រព្រឹត្តទៅក្នុងកាយនិងប្រព្រឹត្តទៅក្នុងចិត្តដោយបរិយាយយ៉ាងនេះថាទុក្ខមានកាយជាទីតាំងខ្លះទុក្ខមានចិត្តក្រៅនេះជាទីតាំងខ្លះរមែងទៅតាមអត្តភាពនោះដែលជាអ្នកទៅនៅក្នុងអបាយភូមិ4ក្តីក្នុងពួកមនុស្សក្តីដែលអនុភាពនៃទុច្ចរិតនោះមានពាក្យសួរថាទុក្ខរមែងជាប់តាមបុគ្គលនោះដូចជាអ្វីមានពាក្យឆ្លើយថាដូចជាកង់រទេះវិលទៅតាមស្នាមជើងគោដែលនាំទៅនៅទីរៈដូច្នោះអธิบายថាដូចជាកង់រទេះដែលវិលទៅតាមស្នាមជើងគោដែលគេទឹមទុកនឹងនាំនឹមទៅដូចយ៉ាងថាវាអូសទៅអស់1ថ្ងៃក្តី2ថ្ងៃក្តី10ថ្ងៃក្តីកន្លះខែក្តីរមែងមិនអាចឲ្យកង់ត្រឡប់វិញបានគឺមិនអាចដើម្បីលះបង់នៅកង់ទៅបានក្នុងន័យថាការវិឈានទៅខាងមុខនឹមក៏បៀតបៀនសង្កត់ករបស់វាការវាថយក្រោយកង់ក៏តង្កិចក៏កិតនៅសាច់ផ្លូវរបស់វាកង់បៀតបៀននៃហេតុពីរប្រការនេះជាវត្ថុដែលប្រព្រឹត្តទៅតាមស្នាមជើងរបស់វាយ៉ាងណាទុក្ខកាយនិងទុក្ខចិត្តដែលមានទុច្ចរិតជាមូលរមែងតាមជាប់បុគ្គលអ្នកមានចិត្តដែលត្រូវទោសប្រទុះហើយញ៉ាំងទុច្ចរិត3ប្រការឲ្យពេញបរិបូរណ៍ហើយស្ថិតនៅក្នុងទីដែលគេទៅហើយមាននរកជាដើមយ៉ាងដូច្នោះឯងក្នុងកាលចាប់គាថាភិក្ខុ 3000 រូបបានសម្រេចព្រះអរហន្តមើលលើដោយបដិសម្ពិទាទាំងឡាយទេសនាបានជាកថាមានប្រយោជន៍មានផលសម្បៃដល់បរិស័ទអ្នកប្រជុំគ្នាហើយដូច្នេះឯងរឿងព្រះចក្របាលថេរចប់